នាងខ្ញុំក៏មានបដការតែតទៅនឹង World Cup ទៀតចាគឺដោយពីម្សិលមិញនេះចាគឺហូឡង់គាត់បានត្រៀមខ្លួនយ៉ាងល្អចាសម្រាប់ការប្រកួតជាមួយនឹងអាហ្សង់ទីននៅយប់មិញនេះចាហើយចានាងខ្ញុំសូមជម្រាបជូននិងបន្តបន្តិចទៀតនាងខ្ញុំនឹងជម្រាបជូនអំពីចាអំពីលទ្ធផលនៅយប់មិញនេះចារវាងហូឡង់និងអាហ្សង់ទីនម្ដងចាអញ្ចឹងនាងខ្ញុំសូមអានព័ត៌មានដែលពីចាដែលខាងហូឡង់គាត់បានត្រៀមខ្លួនហើយនឹងគាត់បាននិយាយពីម្សិលមិញផងដែរចាគ្រូបង្វឹករបស់ក្រុមមជ្ឈរាជពណ៌ទឹកក្រូចហូឡង់លោក Louis van Gaal បានលើកឡើងថាក្រុមរបស់លោកបានត្រៀមខ្លួនបានយ៉ាងល្អដើម្បីប្រកួតយកឈ្នះអាហ្សង់ទីនចាហើយឡើងទៅកាន់វគ្គផ្ដាច់ព្រាត់នៅពានរង្វាន់ World Cup ក្រុមបាល់ទាត់ទាំងពីរនឹងត្រូវប្រកួតជាមួយគ្នានៅក្នុងទីក្រុងសាវប៉ាឡូនៅយប់មិញនេះតែម្ដងចាដើម្បីរកក្រុមមួយទៅជួបនឹងអន្តរីដែកអាល្លឺម៉ង់នៅវគ្គផ្ដាច់ព្រាត់បន្ទាប់ពីអាល្លឺម៉ង់បានបំបាក់ម្ចាស់ផ្ទះប្រេស៊ីលក្នុងលទ្ធផល7-1ចាក្រុមទាំងពីរនេះលេងមិនទាន់ចាញ់នៅឡើយចាលេងមិនទាន់ចាញ់នៅឡើយចាប់តាំងពីពេលធ្វើការប្រកួតមកហើយដល់ពេលនេះលោក Van Gaal បាននិយាយថាឱកាសនៃការឡើងទៅដល់វគ្គផ្ដាច់ព្រាត់របស់ហូឡង់គឺស្ថិតនៅក្នុងស្ថានភាព 50% ចាគឺអត់មានបលិននឹងគ្នាគាត់ចង់និយាយថាហូឡង់ហើយនិងអាហ្សង់ទីនចាគឺនៅក្នុងស្ថានភាព 50% ចាគឺវាបាក់នឹងជ្រើសរើសថាអ្នកណាឈ្នះឬក៏អ្នកណាយ៉ាងម៉េចណាចាបាទព្រោះនេះជាក្រុមខ្លាំងបាទខ្លាំងដូចគ្នាហើយគាត់តាមគឺគាត់អត់ដែលចាញ់ទេបាទចាអញ្ចឹងជាមួយនឹងការប្រកួតនៅពេលខាងមុខតើខាងណានឹងអាចទទួលបានជោគជ័យបាទតែនៅក្នុងនេះតូនីក្រូហ្នឹងគឺគាត់បានជឿជាក់រួចទៅហើយថាក្រុមគាត់ហ្នឹងនឹងបានទទួលបានជោគជ័យតែយើងចាំតាមដានទស្សនានឹងការប្រកួតផ្ទាល់តែម្ដងថាតើក្រុមណាដែលអាចទទួលយកជើងឯកហើយដណ្ដើមពានរង្វាន់ World Cup ប្រចាំឆ្នាំ2014នេះបានបាទគឺនៅយប់មិញនេះតែម្ដងចាលទ្ធផលបានចេញមកហើយចាហើយបន្តមកទៀតចាគឺលោក Van Gaal ក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាមកដល់ដំណាក់កាលនេះគឺក្រុមទាំងអស់មានសមត្ថភាពប្រហាក់ប្រហែលគ្នាចាมันអាចមាននរណាផ្លាត់បានឡើយហើយយើងសង្ឃឹមតែ 50% ប៉ុណ្ណោះគួរបញ្ជាក់ថាការប្រកួតវគ្គផ្ដាច់ព្រាត់នឹងត្រូវធ្វើឡើងនៅថ្ងៃទី13នេះនៅក្នុងទីក្រុងចា Maranaga ចាហើយនៅយប់មិញនេះចាលទ្ធផលរបស់អាហ្សង់ទីននិងហូឡង់បានចេញមកហើយលោកចន្ទរាចាអញ្ចឹងនាងខ្ញុំនឹងសូមជម្រាបតែម្ដងចាហើយក៏មានទស្សនិកជនខ្លះចាគឺគាត់ភិកច្រើនគឺគាត់ទៅខាងអាហ្សង់ទីនច្រើនចាអាហ្សង់ទីនច្រើនហើយឥឡូវនេះគឺខាងចាគឺចាសំទោសគឺនៅខាងដូចជាខាងហូឡង់ចានាងខ្ញុំមកលើកថាមានដូចជាបងប្អូននាងខ្ញុំអញ្ចឹងណាគាត់បាននិយាយលេងvớiនាងខ្ញុំថាគាត់យកហូឡង់ហើយតែនាងខ្ញុំយកអាហ្សង់ទីនចាហើយលទ្ធផលយប់មិញនេះចាគឺបានចេញមកហើយនៅពេលព្រឹកនេះតែម្ដងចាអញ្ចឹងនាងខ្ញុំសូមជម្រាបជូនតែម្ដងចាអាហ្សង់ទីនបានឡើងទៅកាន់វគ្គផ្ដាច់ព្រាត់ចា FILA World Cup ជាលើកដំបូងគិតចាប់តាំងពីថ្ងៃចាពីឆ្នាំចាសំទោសគឺពីឆ្នាំ1990មកចាក្រោយមកយកឈ្នះហូឡង់ដោយបាល់ពេណាល់ទីកាត់សេចក្តី4-2ចាខណៈការប្រកួតពេញ90នាទីចាបូកម៉ោងបន្ថែម15នាទី2ដងទៀតគឺលទ្ធផលស្មើគ្នា0-0ចាហើយបាល់ពេណាល់ទីចា4គ្រាប់របស់អាហ្សង់ទីនសុទ្ធបញ្ចូលទីដោយម៉ាស៊ីចាហើយនឹងហ្គារ៉ៃហើយនឹងអាហ្គូរ៉ូនិងរ៉ូឌ្រីចានិងរ៉ូឌ្រីកាសចារ៉ូឌ្រីកាសពលគឺជាអ្នកចាំទីចាចាស៊ីលេសែនចាស៊ីលេសែនមិនអាចជួយសង្គ្រោះបានឡើយដោយកាលគ្រូលចាពេលចាប់បាល់ពេណាល់ទីរបស់កូស្តារីកានោះទេចាចំណែកពីគ្រាប់របស់ហូឡង់សិតចូលដោយរ៉ូបេននិងចានិងគោលចានិងគូជីតចានិងគូជីតចាខណៈពេលដែលចាវីឡាសនិងចានិងSneijderចាសុទ្ធបញ្ចូលចាSneijderចាអាហ្សង់ទីននឹងត្រូវឡើងទៅជួបសត្រូវចាស់អាល្លឺម៉ង់ចានៅវគ្គផ្ដាច់ព្រាត់នាយប់ថ្ងៃអាទិត្យខណៈដែលហូឡង់ទៅដណ្ដើមចំណាត់ថ្នាក់លេខ3ចាជាមួយម្ចាស់ផ្ទះប្រេស៊ីលកាលពីយប់ថ្ងៃចានៅយប់ថ្ងៃសៅរ៍ចាក្រុមទាំងពីរធ្លាប់ប៉ះគ្នានៅវគ្គផ្ដាច់ព្រាត់ពីរដងនៅក្នុងនោះគឺនៅក្នុងឆ្នាំ1986អាហ្សង់ទីនចាឈ្នះឯឆ្នាំ1990ចាអាល្លឺម៉ង់ឈ្នះវិញចុះបើលើកនេះតើក្រុមណាលើកពានចានឹងគឺជាការទស្សទីផងដែរចាហើយយប់មិញនេះចាដូចនេះខ្ញុំបានជម្រាបទៅហើយចាគឺអាហ្សង់ទីនគាត់បាន
ឈ្នះហុលឡង់ទៅហើយចាស៊ីហុលឡង់ចាដោយដោយក្រោយបាល់ពេលនឹងទីផងដែរចាបាទចាគឺឈ្នះទៅហើយចាអញ្ចឹងកញ្ញាចូលចិត្តមើលបាល់ទាត់ទេកញ្ញាចានេះខ្ញុំចូលចិត្តមើលខ្លះៗដែរចាចិត្តមើលចូលចិត្តមើលត្រង់កន្លែងណាដែរជាមួយនឹងការប្រកួតបាល់ទាត់ហ្នឹងបាទចាគឺនេះខ្ញុំចិត្តមើលចាចង់និយាយថាត្រង់កន្លែងនេះខ្ញុំចិត្តមើលម្ដងបាទសកម្មភាពកន្លែងណាដែលកញ្ញាគិតថាកញ្ញាចាប់អារម្មណ៍ខ្លាំងជាងគេបាទចាគឺចាប់អារម្មណ៍ខ្លាំងជាងខ្ញុំថានៅយប់មិញនេះផងដែរចាដោយសារតែគឺក្រុមខ្លាំងជើងខ្លាំងនិងជើងខ្លាំងណាចាគឺគាត់បានប៉ះគ្នាហើយប្រកួតពេញចា90នាទីហើយបូកមកបន្ថែម15នាទីពីរដងទៀតលទ្ធផលតែស្មើគ្នាចាដល់ពេលចុងបញ្ចប់ក្រោយបាល់ពេលហ្នឹងទីគឺអាហ្សង់ទីនចាគឺបានបំបាក់ហុលឡង់បាត់ទៅហើយចាបាទចាគឺខ្ញុំវិញជាមួយនឹងកីឡាបាល់ទាត់ហ្នឹងអ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺពេលដែលកីឡាករគាត់សុទ្ធបញ្ចូលទីបាទចាបាទពេលនោះបាទឲ្យតែចូលទីគឺខ្ញុំមានអារម្មណ៍ថាសប្បាយហ្មងហើយរំភើបហ្មងបាទហ្នឹងជាកន្លែងដែលខ្ញុំចាប់អារម្មណ៍ជាងគេចាចាគឺនិយាយទៅអ្នកណាក៏រំភើបដែរនៅពេលដែលសុំបញ្ចូលទីតែនេះខ្ញុំចិត្តមើលពេលហ្នឹងទីចាពេលហ្នឹងគឺភ័យហីដឹកដាក់តែម្ដងចាគឺពិសេសគឺពេលហ្នឹងទីតែម្ដងចាបាទអញ្ចឹងសូមជម្រាបជូនដល់បងប្អូនដែលស្នេហាជាមួយនឹងកីឡាបាល់ទាត់ហើយជារដូវកាលមួយដែល4ឆ្នាំយើងប្រព្រឹត្តម្ដងគឺការប្រកួត World Cup នេះតែម្ដងបាទនៅពេលនេះជាការរំពឹងហើយនឹងមានការចង់ដឹងជាច្រើនជាមួយនឹងការប្រកួត World Cup ដែលខាងក្រុមណាដែលទទួលបានជើងឯកបាទនៅពេលនេះខ្ញុំទាំងពីរនាក់សូមសម្រាប់បន្តិចសិនបាទជួបគ្នានៅព័ត៌មានបន្តទៀតបាទចា៎